មុននឹងរៀនសមាធិស្វែងរកចំណេះដឹងអំពីខ្លួនឯងទាមទារឲ្យអ្នកប្រតិបត្តិត្រូវមាននៅគុណភាពចិត្តចំនួន4នៅក្នុងខ្លួនទី1គឺចិត្តចេះវិភាគវែកញែកទី2គឺចិត្តត្រូវមានជាកណ្ដាលនិងទី3ចិត្តត្រូវចង់រំដោះខ្លួនទី4គឺចិត្តដែលមានវិន័យតាមតារាងគំនូសបង្ហាញនៅក្នុងរង្វង់មូលនេះយើងមានបែងចែកជា4ផ្នែក4ពណ៌4 color បងប្អូនអាចនឹងបានអានមើលថែមទៀតអំពីរូបភាព diagram អំពីគុណភាពចិត្តដែលត្រូវការចាំបាច់នៅក្នុងការរៀនវិជ្ជាស្វែងរកខ្លួនឯងនេះមនុស្សម្នាក់មានគុណភាពចិត្តខុសៗគ្នារៀងខ្លួនដូច្នេះការស្វែងរកនៅគុណប្រយោជន៍នៃគុណភាពចិត្តនីមួយៗនៅខាងលើនេះជួយឲ្យដំណើរការនៃការប្រតិបត្តិដើម្បីស្វែងរកនៅធម្មជាតិពិតខ្លួនឯងកាន់តែមានភាពច្បាស់លាស់និងដំណើរទៅបានយ៉ាងឆាប់រហ័សផងដែរទី1ចិត្តវិភាគវែកញែកដែលភាសាអង់គ្លេសថា discrimination គុណភាពចិត្តទី1គឺជាសមត្ថភាពនៃការបែងចែកឲ្យដឹងនៅអ្វីដែលពិតនិងអ្វីដែលមិនពិតចិត្តចេះវិភាគបែងចែកជាចិត្តដែលមានញាណដឹងអាចវិភាគពីអំពីភាពខុសគ្នារវាងអ្វីឋិតថេរនិងអ្វីដែលមិនឋិតថេរអ្វីលើលោកយើងនេះប្រែប្រួលតែការដឹងភាពប្រែប្រួលនោះមិនដែលប្រែប្រួលឡើយការដឹងដែលមិនប្រែប្រួលនោះគឺជាខ្លួនពិតរបស់មនុស្សយើងនេះហើយដូច្នេះយើងត្រូវមានគុណភាពចិត្តដែលចេះវិភាគមើលថាធម្មជាតិដែលមិនប្រែប្រួលនោះចិត្តវិភាគវែកញែកមានន័យថាចិត្តដែលចេះបែងចែកដើម្បីឲ្យយល់មិនមែនបែងចែកដើម្បីឲ្យដាច់នោះទេឬក៏បែងចែកឲ្យមាននៅសេចក្តីប្រកាន់នោះក៏ទេដែរពាក្យបែងចែកតែងតែច្រឡំជាមួយនឹងពាក្យថារើសអើងដែលជាពាក្យអវិជ្ជមានតែពាក្យវិភាគវែកញែកបែងចែកនៅទីនេះមានន័យវិជ្ជមានគឺបែងចែកដើម្បីយល់ពីភាពខុសគ្នារវាងអ្វីដែលជាខ្លួនពិតនិងអ្វីដែលមិនមែនជាខ្លួនពិតរបស់យើងមិនមែនដើម្បីបែងចែកដើម្បីរើសអើងនិងដើម្បីមានការប្រកាន់នោះឡើយដូចយើងបានឃើញហើយនៅក្នុងមេរៀនដែលបាននិយាយអំពីប្រព័ន្ធនៅក្នុងខ្លួនរបស់មនុស្សយើងបែងចែកឲ្យមានជា4ស្រទាប់ដែលមានស្រទាប់កាយស្រទាប់ចិត្តស្រទាប់ចងចាំនិងស្រទាប់សតិដឹងស្រទាប់ខ្លួនទាំង4នេះគឺគុំបានជាខ្លួនរបស់មនុស្សតែមួយតែស្រទាប់ទាំង3ខាងក្រៅដែលមានកាយចិត្តនិងការចងចាំគឺជាស្រទាប់ដែលមានលក្ខណៈប្រែប្រួលគឺមានតែសតិដឹងទេដែលជាស្រទាប់ទី4តែមួយគត់ដែលជាធម្មជាតិមិនប្រែប្រួលគោលដៅនៃការបែងចែកគឺដើម្បីឲ្យយើងស្គាល់ច្បាស់នៅលក្ខណៈសម្គាល់នៃស្រទាប់នីមួយៗហើយមនុស្សយើងត្រូវផ្ដោតមកដឹងធម្មជាតិមិនប្រែប្រួលដែលជាធម្មជាតិសតិដឹងនោះឬក៏ថាធម្មជាតិត្រាស់ដឹងរបស់យើងនោះហើយតែមិនមែនមានន័យថាមនុស្សយើងត្រូវប្រកាន់រស់នៅដោយគ្មានរូបកាយឬក៏គ្មានចិត្តនោះទេជីវិតមនុស្សមិនអាចទៅរួចឡើយបើគ្មានរូបកាយនិងចិត្តនោះចិត្តវិភាគវែកញែកនៅទីនេះមានន័យថាយើងអាចបែងចែកអ្វីដែលប្រែប្រួលនិងអ្វីដែលមិនប្រែប្រួលហើយគោលដៅរបស់យើងគឺទៅស្វែងរកធម្មជាតិដែលមិនប្រែប្រួលដែលជាធម្មជាតិពិតនៃខ្លួនឯងនេះហើយគម្ពីរបានបង្ហាញថាគឺមានតែធម្មជាតិត្រាស់ដឹងរបស់យើងតែមួយគត់ដែលមិនប្រែប្រួលនោះដូច្នេះមនុស្សត្រូវតែអាចសម្គាល់ដឹងអ្វីគឺជាធម្មជាតិមិនប្រែប្រួលនិងអ្វីដែលជាធម្មជាតិមិនប្រែប្រួលបើយើងវិភាគធម្មជាតិអ្វីមួយដែលមានលក្ខណៈប្រែប្រួលមិនថិតថេរនោះមានន័យថាវាមិនមែនជាខ្លួនពិតឬក៏ជាធាតុត្រាស់ដឹងរបស់មនុស្សយើងនោះទេដូច្នេះហើយយើងត្រូវរំលងនិងបន្តទៅវិភាគរកធម្មជាតិនៅក្នុងខ្លួនផ្សេងទៀតរហូតដល់យើងអាចរកឃើញនៅធម្មជាតិដែលមិនប្រែប្រួលហើយដែលជាធាតុត្រាស់ដឹងនោះហើយយើងមើលឃើញថាអ្វីនៅក្នុងโลกយើងនេះនៅក្នុងโลกខាងក្រៅសុទ្ធតែប្រែប្រួលហើយភាពប្រែប្រួលទាំងអស់នោះដែលតែងតែតាក់ទាញចិត្តយើងឲ្យជាប់ជំពាក់ជាមួយដូច្នេះចិត្តរបស់មនុស្សយើងគឺមិនមានឱកាសបានផ្ដោតមើលធម្មជាតិត្រាស់ដឹងដែលមាននៅក្នុងខ្លួននោះទេអ្វីលើโลกយើងនេះតែងតែប្រែប្រួលមិនអាចឲ្យមនុស្សពឹងទៅលើឬក៏អាស្រ័យទៅលើបាននោះទេមនុស្សយើងអាចរំពឹងបានតែទៅលើធម្មជាតិដែលមិនប្រែប្រួលសម្រាប់ខ្លួនតែប៉ុណ្ណោះនោះគឺជាធម្មជាតិត្រាស់ដឹងរបស់យើងនេះហើយទើបការរកឃើញការត្រាស់ដឹងធ្វើឲ្យមនុស្សយើងរកឃើញការរំដោះទុក្ខនិងការរកឃើញនៅសេចក្តីសុខពិតដែលអាចពឹងពាក់អាស្រ័យបានដោយពាក្យព្រះពុទ្ធតែងតែពោលថាខ្លួនទីពឹងខ្លួនអត្តហេអត្តនោនាថោព្រោះនៅក្នុងខ្លួននោះ
គឺមាននៅធម្មជាតិត្រាស់ដឹងដែលស្ថិតស្ថេរមិនប្រែប្រួលហើយអាចឲ្យមនុស្សយើងពឹងពាក់បានដូច្នេះផ្លូវទៅរកធម្មជាតិត្រាស់ដឹងនេះហើយមនុស្សយើងត្រូវតែមានគុណភាពចិត្តដែលអាចវិភាគវែកញែកបែងចែកអ្វីដែលប្រែប្រួលនិងអ្វីដែលមិនអាចពឹងពាក់ពឹងអាស្រ័យបាននិងធម្មជាតិអ្វីដែលវាស្ថិតស្ថេរនិងប្រែប្រួលនិងធម្មជាតិអ្វីដែលស្ថិតស្ថេរហើយមិនប្រែប្រួលដែលអាចពឹងពាក់បាននោះគឺជាធម្មជាតិត្រាស់ដឹងរបស់មនុស្សយើងនេះហើយបាទសម្រាប់បងប្អូនដែលបានអាននិងស្ដាប់នៅសំឡេងសិភៅសំឡេងខ្លីៗរបស់យើងខ្ញុំរួចហើយប្រសិនបើបងប្អូនមានបំណងចង់ស្ដាប់និងអានមេរៀនពេញនិងសំឡេងពេញលេញតែម្ដងបាទសូមថាចូលទៅកាន់ website trasdeng.com បាទយើងសរសេរ TRAS trasdeng.com បាទដូចនេះបងប្អូនអាចនឹងចូលទៅអាននិងស្ដាប់នៅវីដេអូនិងសំឡេងពេញលេញតែម្ដងនៅក្នុង website របស់យើងសម្រាប់ជំហានបន្តទៀតបាទសូមអរគុណ